បងប្អូននៅអាឡម៉ង់ប្រហែលជាដឹងថាមានធនាគារហ្នឹងណាធនាគារដែលធំនៅក្នុងប្រទេសអាឡម៉ង់ដែលជាធនាគារក្រុមហ៊ុនធំគេហៅថាធនាគារវិនិយោគយ៉ាឥឡូវនេះតាមរបាយការណ៍ស៊ើបអង្កេតជាបន្តហើយសួរថារឿងហ្នឹងវាចេញមកពីណាចេញមកពីការស៊ើបអង្កេតទ្រព្យសម្បត្តិក្រៅប្រទេសរបស់បកកុម្មុយនីសចិនរបស់អន្តរជាតិអញ្ចឹងទៅក៏វាបានស៊ើបទៅក៏វាដោយតាមក្នុងហ្នឹងមានអ្នកណាខ្លះដែលពាក់ព័ន្ធជាមួយនឹងធនាគារដោយ Chase Bank ហ្នឹងណាជាធនាគារអាឡម៉ង់ហ្នឹងឯងអញ្ចឹងទៅក្នុងនោះស្រាប់តែមាននៅរបបមានគ្រួសារសម្ដេចលុយនៅក្នុងហ្នឹងណាហើយពាក់ព័ន្ធនោះគឺមានច្រើនគួរសមដែរប៉ុន្តែចំនួនខ្ញុំអត់ទាន់ដឹងទេគ្រាន់តែដឹងថាវាមានពាក់ព័ន្ធជាមួយនៅក្នុងធនាគារខ្មៅហ្នឹងយ៉ាក្រុមគ្រួសាររបស់ប្រកុលហ៊ុនលាក់លុយនៅអាឡម៉ង់ដោយប្រើប្រាស់ស្ត្រីខ្មែរមានសញ្ជាតិអាឡម៉ង់ដែលមានប្តីជនជាតិអាឡម៉ង់ឲ្យខ្លាយទៅជាអង្គការគ្រប់គ្រងលុយនោះត្រូវបានគេស៊ើបអង្កេតនៅក្នុងធនាគារឈ្មោះថា Chase Bank យ៉ាអរគុណច្រើនមិនស្ទន់ hello យ៉ាជាងបញ្ញាកកចៈសួស្ដី thank you so much okay ហើយមួយទៀតមិនមែនតែត្រឹមតែអុកញ៉ាដែលទើបតែបើកមុខថ្មីនេះទេក្រុមហ៊ុនស្រាបៀរ Gensberg ក៏ជាប់នៅក្នុងពាក់ព័ន្ធការលាងលុយកខ្វក់របស់គ្រួសារតកូលហ៊ុនផងដែរដែលគេឲ្យមើលឃើញថាក្រុមហ៊ុនស្រាបៀរ Gensberg ជាក្រុមហ៊ុនរបស់អាឡម៉ង់មិនចាំទេហើយនៅក្នុងករណីនេះមិនត្រឹមតែប៉ុណ្ណោះទេក្រុមហ៊ុន Gensberg នេះបានមានសមត្ថភាពនៅក្នុងការលាងលុយនៅក្នុងប្រទេសកម្ពុជាធ្ងន់ធ្ងរបំផុតព្រោះធម្មតាការលាងលុយគឺត្រូវតែឲ្យគេហៅថាឧទាហរណ៍បើកមុខរបរមួយហើយអាមុខរបរនោះវាត្រូវតែមានទីផ្សារទំនាក់ទំនងជាមួយប្រជាជនអាស្រ័យតាក់ទងបានន័យថាកាលណាប្រជាពលរដ្ឋមានការគ្រប់គ្រងផលិតផលទាំងអស់នោះបានន័យថាវានឹងចូលជាលក្ខណៈស្របច្បាប់ហើយអញ្ចឹងហើយបានគឺខំប្រឹងបង្កើតកម្មវិធីត្រូវរង្វាន់ត្រូវអីគ្រប់ប្រភេទកម្មវិធីផ្សេងៗហ្នឹងនេះគឺពាក់ព័ន្ធជាមួយនៅក្នុងករណីលាងលុយកខ្វក់នៅក្នុងប្រទេសកម្ពុជាសួរថាចុះក្រុមហ៊ុនស្រាបៀរ Gensberg គឺជាក្រុមហ៊ុនរបស់អាឡម៉ង់ចាដោយសារតែគេដឹងថាប្រជាជនខ្មែរយើងគឺស្អប់យួនហើយនឹងចិនឥឡូវសួរមើលនៅក្នុងប្រទេសកម្ពុជាមិនក៏មិនផលិតស្រាបៀរមកពីប្រទេសចិនស្រាបៀរមកពីយួនទៅហេតុអីក៏មិនដាក់ថាអូក្រុមហ៊ុនយួនបានផលិតស្រាបៀរនៅកម្ពុជាក្រុមហ៊ុនចិនបានផលិតស្រាបៀរនៅកម្ពុជាមានទេហេតុអីទេហេតុអីបានវាអត់មានប៉ុន្តែដល់ពេលដាក់ឈ្មោះថាអូក្រុមហ៊ុនអង់គ្លេសក្រុមហ៊ុនអាឡម៉ង់ណាបានមកវិនិយោគផលិតស្រាបៀរនៅក្នុងប្រទេសកម្ពុជាអាហ្នឹងស្អីគេព្រោះគេដឹងថាប្រជាជនខ្មែរឲ្យតែឮឈ្មោះនៅតំបន់អឺរ៉ុបបានន័យថាយ៉ាងណាគឺជាប្រទេសដែលគោរពច្បាប់អញ្ចឹងការផលិតច្បាស់ជាយ៉ាងណាក៏វាគ្រាន់បើជាងអាយុចិនតែការពិតអ្វីគ្រប់យ៉ាងថៅកែនៅពីក្រោយគឺជាចិនថៅកែនៅពីក្រោយក្រុមហ៊ុននេះគឺជាចិនដោយសារអីព្រោះប្រទេសអាឡម៉ង់កន្លងមកគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រព័ន្ធរចនាសម្ព័ន្ធរបស់កុម្មុយនីសចិនទេអធិការបតីចាស់ដែលជាមនុស្សស្រីនោះណាកន្លងទៅនេះណានៅក្នុងប្រទេសអាឡម៉ង់នោះគាត់បានមានពាក់ព័ន្ធសហ័យស្មន់ជាមួយនឹងកូនក្រៅច្បាប់របស់ក្រុមសៀងហៃហ្គេហើយបានតែងតាំងឲ្យបុគ្គលនោះคล้ายទៅជាអ្នកមានតួនាទីនៅក្នុងប្រទេសអាឡម៉ង់ហើយបណ្ដាញរបស់កុម្មុយនីសចិននៅក្នុងអាឡម៉ង់នោះគឺបានចូលជ្រៅយូរណាស់មកហើយដូច្នេះទើបធ្វើឲ្យពួកគេមានឱកាសនៅក្នុងការលាក់លុយទ្រព្យសម្បត្តិជាច្រើននៅក្នុងធនាគារដ៏ធំរបស់ប្រទេសអាឡម៉ង់ដែលមានឈ្មោះថាChase Bank Chase Bank អ្នកអាឡម៉ង់ប្រហែលស្គាល់ធនាគារហ្នឹងចាហើយនៅក្នុងនោះក៏ដូចគ្នាដែរពាក់ព័ន្ធទាំងអស់នេះក៏មានក្រុមហ៊ុន Gensberg នេះមួយផងដែរដែលមានពាក់ព័ន្ធនៅក្នុងករណីដែលលាងលុយកខ្វក់អបអរសាទរផងតែកុំមកជឿណាកុំជឿខ្ញុំណាស
xưa tại nhom đăng Việt Nam màu rồi shop đi rồi shop công ty chứ ai vô shop rồi shop rồi sâu này okay. Về đồ biết từng á vậy anh nắng co về vẹo con chuẩn bị được không cạnh lấy đá cái cầm phong cạch xương ẩm kết nơi bảo quan tại sao ấy được trong pram này tầng ngóc như thả drop xong bắt đầu bỏ công đến nó cài vào tay tầng ngóc kia nó một cọ mình chả mấy chăng ai tại chia vẹo quan chuẩn bị nó là bỏ công đi vì ở đây rồi luôn mảng tiền anh nói là bao giờ rồi khởi nè ok vẹo quan chuẩn bị được không rồi bài cảแต่อ้อยเราเคยถ่ายเธอเนี่ยเกี้ยเราบอกอะไรเรามองเราท่มแต่ไม่ชั่วถ่ายจังได้ดอยจัสแบ่งบางคนขยมสเปลเอาบันไดจากขยมหนึ่งซอมือตัวเนี่ยแต่ว่าคดีประกอบบันไดแบบขยมโยแต่ดัดหนึ่งขนมแอปทรานสเลทเกี่ยดอยจัสแบ่งนะดอยจัสแต่เมียนซอ D E U T S C A E อันนั้นในขนมนกแก้วทัดดอยจัสโอเคอย่าแปลว่าในขนมกันอันไหนนี่คือดอยซาแต่ปัญหาหนังตรึได้หมดดอยในขนมกันในบาสันเจียกลุ่มนี้ไว้ไต้หวันหรือก็cáiนี้มุ้ยจะถามการแต่น้อมอ้อยกันแต่การบ่มพลายปะกลุ่มนี้ฉันการตายเป็นเรื่องในขนมการกำจัดปัญหาไต้หวันรูปไปบ้านดิจิทัลกลุ่มนัดด้วยด้านซ้ายกระวัดหนึ่งเพลย์หนึ่งขนมการอันไหนได้ตระบ้านบ่มพลายกลุ่มนี้ฉันคือเวียนเมียนตระตายเมียนกับตาจิตใจหนึ่งขนมการแปะปอนโดยเฉียการต่อสู้อำนาจไต้ขนมให้หนังเมียแต่เมียนรอบปอนเลียนดอลลาร์หนังเต่าแต่กันกับในไกลประเทศโดยครัวซาวางจีสันหนังกรงเขมรตุ่มเนืองเซนเดียดการประกวดประเจนระเวียงจีหนังเจ้าอย่างนี้หนังน้อมอ่อยเมียนกาบ่มเพลย์บ่มพลายปะกลุ่มนี้โดยเฉพาะra ai lấy ní được bài ca xưa một cái bẹo quan cho muôi nè lui nằm trap sống bắt đại lẹ nó cay bờ tê rồi bỏ còng cung này chẳng đôi chỉ còng cung này mày tụm đường đi chỉ đá nó không đâu thằng nia kia UBS New Year Sweet bạn đây tha thằng nia kia Sweet đỏ thống con đồng trưประชมกฉบับหนึ่งปีดอกเคลขา mốc ถนเนียเกียดอยเจสแบ่งได้เจี๊ยถนเนียเกียรอบออาหลมองดอทมก้อนหนังตรึประชมกเพลฉบับหนึ่งปีดอกเคลขา mốc ได้แต่บ้านถนเนียเกียจังปีนี้บ้านปลอบประวัติอุกฤษสังเกตโดยช่วยปะก้มมานี่แต่ถ้ากัดถา CCP หนังปะก้มมานี่ตูเตียงปิภพโลกขนมการปราบการเลี้ยงลอยอุกฤษกรรมเซ็งมันทาลอยอุกฤษกรรมสังเกตลอยอุกฤษกรรมการช่วยโดมนุษย์ช่วยโดสเปียบดกรบประเภทนี่ยัยร่วมคือลอยขมายโอเคโดยช่วยปะก้มมานี่อย่างเฉยเฉยขนมการเวอร์บาประจิจุนเตียงประจิจุนเจ้านั่งประจิจุนเด็กขนมระบบดักนวมประกาศตัวเตียงผีพบโลกให้และตรวจสมบัติได้พลอนดอยรวดผู้เกณฑ์หนังเตยประชมหมกฉบับจีดหนึ่งอันตรายจีดหนึ่งขนมเฟรดอกเคลย์ขาหมกนี่ดอยมันอายประกายบาให้โดยชนะระบายกาเปียกวนจมูกหนึ่งกาเสื่อมเกณฑ์นี่ได้เพื่อเอาเล็กเลี้ยดอยเปียกวนจมูกหนึ่งลุยครูซาตะโกนหุ่นได้บ้านแหละเนื้ออันละมองกล่องมาพวกสกายนโยบายสไนฮาจิตได้เจี๊ยบพวกเขียดกรเนื้ออันละมองเปรียบเชียเยี่ยมดับใบเมียนเปรียบเชียประหยัดเพียบดับใบบ้านกันลุยหนึ่งไอ
ប៉ុន្តែវាទៅអត់រួចអញ្ចឹងសម្ដេចអត់ញ៉ាអត់អាចឲ្យវាមានសមត្ថភាពនៅក្នុងការកាន់លុយនៅក្នុងអាឡម៉ង់ហ្នឹងទេទើបបានជាត្រូវជ្រើសរើសស្ត្រីអាឡម៉ង់ម្នាក់ខ្មែរអាឡម៉ង់ម្នាក់ហ្នឹងដែលឲ្យមកឃើញថាជាអង្គញាថ្មីដើម្បីកាន់លុយដើម្បីបង្វិលនឹងកំពុងតែធ្វើការសម្របសម្រួលលុយដែលកំពុងតែលាក់នៅអាឡម៉ង់នេះឯងអបអរសាទរទុកជាមុនផងតែកុំជឿចឹងណាអូខេហេតុផលនៃការដួលរលំអំណាចរបស់បកកុម្មុយនីសឬក៏របបកុម្មុយនីសបើសិនជារបបកុម្មុយនីសมันមានទង្វើនឹងសកម្មភាពនៃការដឹកនាំដោយនៅកម្ពុជាជាដើមដូចជាប្រសិនបើគណៈបកកុម្មុយនីសកម្ពុជាដែលហៅកាត់ថា CPP មិនលេងល្ខោនសង្គ្រាមកម្ពុជាថៃទេ1 2មិនយកពន្ធលើអចលនទ្រព្យ3មិនដួលរលំប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន4មិនដួលរលំទីផ្សារអចលនទ្រព្យ5មិនចូលរួមក្នុងការប្រឡ័យពូជសាសន៍6មិនចូលរួមការតស៊ូនយោបាយផ្ទៃក្នុងទេយើងមិនអាចមើលឃើញនៃការដួលរលំអំណាចផ្ដាច់ការគឹមចុងអ៊ុនទី2នៅកម្ពុជាបាននោះទេអញ្ចឹងទង្វើនៅក្នុងការធ្វើកន្លងមកនេះពិន្ទុកំពុងតែសម្រុកសរុបឲ្យបានន័យថាពិន្ទុបានឡើងដល់កម្រិតពេញហើយអានោះមកយើងនិយាយថាអន្សំពិន្ទុនៅក្នុងការសម្លាប់មនុស្សជាតិអំពើខុសខើប្រេផ្សៃទាំងអស់នេះអញ្ចឹងនៅកម្ពុជាឥឡូវនេះល្ខោនសង្គ្រាមកម្ពុជាថៃកំពុងតែចាប់ផ្ដើមម្ដងទៀតហើយអញ្ចឹងអាមេរិកមានសិទ្ធិនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងមានចាំទេកិច្ចព្រមព្រៀងដែលបញ្ចប់សង្គ្រាមកម្ពុជាថៃដែលលោកប្រធានាធិបតីដូណាល់ត្រាំបានចុះកិច្ចព្រមព្រៀងដោយផ្ទាល់ដែលបានសម្របសម្រួលដោយផ្ទាល់អញ្ចឹងបើវាលេងម្ដងទៀតនេះគឺអែមហើយប៉ុន្តែអ្នកទាំងអស់គ្នានឹងស្លាប់ហើយវានឹងលេងព្រោះវាត្រូវតែធ្វើតាមបញ្ជាចិនបងប្អូនត្រូវចាំណាអូខេហើយករណីយកពន្ធផ្សេងបើយើងមើលទៅថាកម្ពុជារដ្ឋទំនិញគ្រប់ប្រភេទអាចបានយកពន្ធតែការពិតអ្វីគ្រប់យ៉ាងដែលយើងប្រើប្រាស់រាល់ថ្ងៃនេះគឺវាកាត់ចូលក្នុងពន្ធហើយប៉ុន្តែវាអត់បានប្រកាសទេមិនតែប៉ុណ្ណោះឥឡូវវាប្រកាសនៅក្នុងករណីផ្សេងឲ្យមើលឃើញថាទីផ្សារឡើងថ្លៃគ្រប់ប្រភេទហ្នឹងគឺវាដូចជាករណីដែលយកពន្ធនឹងឯងគ្រាន់តែគេប្រើនៅក្នុងទំនោរមួយឲ្យមើលឃើញថាទំនិញនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងនៃទីផ្សារឡើងថ្លៃប៉ុន្តែការពិតអ្វីគ្រប់យ៉ាងគឺគេហៅថាចលនានៃគៀបកដោយពន្ធប៉ុន្តែគេអត់ប្រកាសជាសាធារណៈទេឲ្យយល់ថាទំនិញទីផ្សារគឺដោយសារតែប្រព័ន្ធទីផ្សារវាហើបឡើងទំនិញថ្លៃលុយថោកអាហ្នឹងហើយពាក់ព័ន្ធមួយទៀតការដួលរលំទីផ្សារអចលនទ្រព្យអញ្ចឹងវាមានទេអញ្ចឹងបើសិនជាវាមានចំណុចទាំងអស់នេះសង្គ្រាមកម្ពុជាថៃពន្ធលើអចលនទ្រព្យដួលរលំប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនដួលរលំទីផ្សារអចលនទ្រព្យការប្រឡ័យពូជសាសន៍រាល់ថ្ងៃមានទេការសម្លាប់រង្គាលនឹងហើយគឺជាការប្រឡ័យពូជសាសន៍មិនចូលរួមការចូលរួមបានន័យថាការតស៊ូនយោបាយផ្ទៃក្នុងឥឡូវមានការបែកបាក់ទេអត់ទេព្រោះសម្ដេចអត់ទាំងឃើញមានបែកបាក់អីផងតើតែបិទតើតែខ្វាន់ធឹមរបស់អាមេរិកដាក់ឈឹបសម្ដេចឲ្យហ៊ានចេញក្រៅអាហ្នឹងបានថាអូបែកមែនបាក់មែនហ្នឹងណាអូខេអញ្ចឹងទីបំផុតរបស់វាដោយសារហេតុផលទាំងអស់នេះដែលខ្ញុំតែងតែលើកឡើងថាអរគុណហ៊ុនម៉ាណែតដែលបានសាហាវជាងហ៊ុនសែនទៅរយៈពេលអាណត្តិរបស់ខ្លួននេះហ៊ុនម៉ាណែតសម្រាប់មនុស្សស្ទើរតែស្មើនឹងហ៊ុនសែន2អាណត្តិទៅ3អាណត្តិមិនធម្មតាដែលធ្វើឲ្យមានការពន្លឿនឡើងនៅក្នុងរបាយការណ៍ស៊ើបអង្កេតនិងការអនុម័តនៅការកំណត់ដែលខ្ញុំមិនសិនមិនបានជម្រាបអ្នកទាំងអស់គ្នាថាឥឡូវនេះព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបានដាក់ឈ្មោះស៊ីជីនពីងជាអង្គការភេរវកម្មអញ្ចឹងគ្រួសារនេះនឹងត្រូវចូលជាធរមាននៅពេលដ៏ខ្លីខាងមុខដូចគ្នាមួយទៀតរបាយការណ៍ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលខ្ញុំបានផុសឲ្យអ្នកទាំងអស់គ្នាឃើញដែរ
លោកស្រី Tulsi Gabbard អតីតនាយកភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកបានបង្ហាញបណ្ដាញមន្ទីរពិសោធន៍ជាភាសាឬក៏ដែលគេហៅថា Biolab ភាសាដែលគេហៅ Biolab ប៉ុន្តែបានន័យថាមន្ទីរពិសោធន៍ជាភាសាលាតត្រដាងមន្ទីរពិសោធន៍ជាភាសាដែលផ្ដល់មូលនិធិដោយសហរដ្ឋអាមេរិកក្រុងឆ្វេងជាង120ដែលមានជាងដល់ជាង120ដែលក្នុងនោះរួមមានប្រហែល30នៅក្នុងប្រទេសអ៊ុយក្រែនហើយចុះបើនៅអ៊ុយក្រែនគេរកឃើញហើយនៅកម្ពុជាគេរកមិនឃើញទេណាហើយអត់ទេមើលទៅសង្ឃឹមតែគេអត់ឃើញចាស់អូខេម្ដងទៀតលោកស្រី Tulsi Gabbard អតីតនាយកភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកបានបង្ហាញបណ្ដាញមន្ទីរពិសោធន៍ជីវសាស្ត្រហើយបានលាតត្រដាងមន្ទីរពិសោធន៍ជីវសាស្ត្រដែលផ្ដល់មូលនិធិដោយសហរដ្ឋអាមេរិកដែលជាក្រុមឆ្វេងនិយមជាង120ដែលរួមមានប្រហែល30នៅក្នុងប្រទេសអ៊ុយក្រែនដែលផ្ទុកមេរោគដ៏គ្រោះថ្នាក់ខ្លាំងក្នុងនោះមាន Anthrax Black អីគេថានេះPlague អានខអធិស្ឋាន Ebola ជំងឺសា COVID-2 និងមេរោគផ្សេងជាច្រើនទៀតអញ្ចឹងហើយបានជាកន្លងមកពេលដែលសហរដ្ឋអាមេរិកដែលមានលោកប្រធានាធិបតី Donald Trump ប្រកាសឲ្យមានការចរចា Zelensky អត់ព្រមប៉ុន្តែឥឡូវនេះมันមានជំរឿនទេឥឡូវចេញមកទាំងអស់ហើយគិតថាអាចបន្តសង្គ្រាមទៅនៅតែគិតថាការពាររឿងអាស្រូវរបស់ខ្លួនណាដែលបានលាក់បាំងជាមួយនឹងក្រុមពួកអាក្រក់របស់អាឆ្វេងចេះតែបិទគិតថាអាចបិទបានណាប៉ុន្តែអត់ទេឥឡូវចាប់ផ្ដើមចេញមកបន្តហើយលោកស្រីបានចោទប្រកាន់រឿងទាំងនោះជាស្នាដៃរបស់ Anthony Fauci ដោយបើកចំហទាំងស្រុង Anthony Fauci អតីតគឺជាប្រធានក្រសួងសុខាភិបាលរបស់សហរដ្ឋអាមេរិកនិយាយចំទេយើងហៅថាប្រធានក្រសួងសុខាភិបាលទៅបើនិយាយងាយស្ដាប់ដែលបានក្បត់សហរដ្ឋអាមេរិកដែលខ្ញុំនិយាយថា Anthony Fauci បានសហ័យឈ្មន់ជាមួយនឹងស្រីចិនដែលជាប្រធានមន្ទីរពិសោធន៍វូហានចិនសម្រាប់បញ្ហាទាំងនេះក្នុងការពាក់ព័ន្ធក៏មានប្រទេសជាច្រើនផងដែរដែលពាក់ព័ន្ធជាមួយនឹងមន្ទីរពិសោធន៍ទាំងអស់នេះជាពិសេសដូចជាមន្ទីរពិសោធន៍នៅប្រទេសអ៊ុយក្រែននេះក៏មានប្រទេសអឺរ៉ុបមួយចំនួនដូចជាបារាំងជាដើមបានន័យថាដូចជាអាមន់ក្រុងជាដើមដូចជាមេដឹកនាំអង់គ្លេសរដ្ឋថ្ងៃនាយករដ្ឋមន្ត្រីអង់គ្លេសនេះដែលឈ្មោះថាគៀស្តាមើនេះសិតតែមានការពាក់ព័ន្ធរឿងទាំងអស់នេះទាំងអស់ចាំមើលតើពួកនេះអាចជិះរួចបានប៉ុន្មានទឹកទៀតដែលធ្វើឲ្យប្រព័ន្ធដែលពាក់ព័ន្ធជាមួយនឹងផែនការទាំងអស់នេះហើយដែលខ្ញុំនិយាយថាវ៉ាក់សាំង Pfizer ដែលជារបស់ប្តីនាង von der Leyen ដែលជាអតីតប្រធានសហភាពអឺរ៉ុបជាម្ចាស់ក្រុមហ៊ុនវ៉ាក់សាំង Pfizer នោះគឺសិតតែពាក់ព័ន្ធជាមួយគ្នាទាំងអស់ឥឡូវនេះពួកទាំងអស់នេះកំពុងតែមានការភ័យស្លន់ស្លោកំពុងតែបោកពួកដឹបការពិតវាត្រូវតែឈ្នះការពិតវាត្រូវតែកំចាត់ភាពងងឹតអញ្ចឹងបើសិនជានៅក្នុងប្រទេសយូក្រែនកំពុងតែមានសង្គ្រាមនោះណាំងផងណាហើយសហរដ្ឋអាមេរិកត្រូវបានស៊ើបអង្កេតទទួលបានរបាយការណ៍យ៉ាងពេញលេញបែបនេះចុះនៅកម្ពុជាតើសហរដ្ឋអាមេរិកអាចស៊ើបអង្កេតរកឃើញដែរឬក៏អត់អត់មែននឹងឯងមិនតាន់ឃើញមានអីផងមែនទេអត់Zelensky អញ្ចឹងបានជាពុកគាត់
ก็ลองมาปกปรับปีวิธีเอาเซเลนสกีเรียนวิจิกุลปีกวาดคอนเย่ยมวยปกสไตล์เย่ยมวยเคลียร์บังเรียนเอาเซเลนสกีเจ็ดเพื่อเอามีนซอนแต่เพียบแบบนาวิจิกุลปกกัดคลังก็เป็นจ้าไหมไปได้สังเกตยูเครนนึงรัสเซียแต่มองนั่นนะให้ดึกช่างใหญ่จังสังเกตรัสเซียยูเครนถ้ากายสังเกตคือกรมนิจันถ้ากายสังเกตมั้ยคือกรมนิจันสังเกตการไปเกี่ยไทยถ้ากายสังเกตคืออายุให้นึงจันโดยขี้เนี่ยเอ๊ะสัตว์ถ้ากายสังเกตจังการนานในยูเครนเคยในกัมพูชีอัดเคยเตะHi friend yeah thank you Thailand สมมุติสู้มวยเตี้ยถ้าให้เอาไว้บ้านเจ้าครัวซากิมบันไดถ้าครัวซาเมดังนอมก็ไรขังจึงไอ้เนื้อรัวดอสับไงบันไดถ้าเอาไนเตปีปุกมาโกนปีโกนมาใจหรือก็ปีปุกมาโกนมาใจให้เอาไว้ฉลายปรับโมนะเพราะลังมาปีครัวซากิมจงอ้นกิมอิลซงนะคือเชียกลุ่มนี้คลังปูกายโอเคสมมติสุดท้ายให้เราไว้บ้านเจ้าครัวซากิมก็ได้ขังเชิงในรู้ดอสับไงหรือก็กระหายกับเตี้ยมนัดบ้านตอโกนดอใจดอสับไงมันด้วนหลงที่มวยก็ได้ขังเชิงดอยซาแต่พวกเก๋บานสต๊อปจุ่มเนียงขนมกากรุบกรองกำรัดในกากลมเรียมกลมให้เระซาตอนระยะเพียบในอำนาจนั่งกาอดหมดปีครัวซากิมกวาดมันจ้องประกวดประเจนจมวยนังสหรัฐอเมริกาก้มมันนี้ตู้เตียงผิดพบโลกดึกช่างเย่จังราก้มมันนี้จังอ๋อแต่ดังปีสมัยแต่เพียรบอกล้วนหนึ่งไอ้แต่สร้างนายการอยู่ใต้ป่าสันเจียก้มนี้จังอ๋อดูจับประดามประชาชนมวยอ้ามเลยการตอมนายนี่คือเรือนน่ะเห็นไหมเจ้าสมนุสุธาเจ้าการปีสมัยคนแซงให้ได้บ้านจิตกวัดกันนำนายดอกดอนแต่เชียงไซสุดชนะให้ไอ้การสมัยคนแซงเหมือนตอนบางมุกหนึ่งขนมการบังไฮปีการโจรวมบ่มพลายสหรัฐอเมริกาตีโดยเจ๊เก๋โดยเจ๊การเตยประจุมในประเทศจันนำปีปอนมาไพ่ปรามกับหล่อเมาแต่ห้นมันนายเตยโจรวมประจุมจิตราดองนู่คือเจ๊การเตยประจุมดำใบบ่มพลายดอลลาร์อเมริกบ่มพลายเศรษฐกิจอเมริกนั่งสำลักจนจิตใบซ้อนนั่งสำลักประเทศอเมริกโดยฉะนั้นไอ้วัวซาหล่ำนายดอกบอกตัวซาสำลักคืออักไงเด็กบาสันจิตกองปากปอยจมวยหนึ่งอเมริกคือโอเคปันแต่ขมิ้นเปลี่ยนอันนาช่วยกวาดบานต่อแต่ดีๆปลุกได้ไซปลุกได้ซาได้เนี่ยปากปอยคือgì hai ครัวซาสำนักคือจิตกายบ่มร้ายเราบ่gìจังมันอายกับกายบานดีโดยฉะนั้นหมอฮอนแต่ไรอมนายคือเต้าแต่เมาโอเคมาดองติดครัวซาเราบ่เมนดักนวมก่อเร่ขังเชิงครัวซากิมให้เราไว้บ้านชื่อครัวซากิมในรูรอสับไงดอยซาแต่ปูเก้บ้านสเตะสตอดจงนี้หนึ่งขนมกากรุบกรองกับรัดในกากลมเรียมกับแหงและสาตออยาเพียบในอำนาจหนึ่งกาอัตหมดหอยก้อนมันจ้องประกวดประเจงจมวยนังสหรัฐอเมริกาสำคัญคือปัดประกอบให้เอาไว้ได้กับล้อมาหรือยับไปกับล้อมาได้เอาเมื่อคืนถ่ายกำจงอ้นปรอกกะบังห้ายอมปีอัฐิพลน้อยเคลียแต่เมียบอกน้องไอ้เมื่อคืนท่าประชังเฉียวมวยหนังอเมริกตามเหมือนจีจันคือกวาดเหมือนบ้านช่องในเยวีเต้ปรอกก็เร่ข้างเชิงดังชาวบ้านนักบาลสั้นเจียเฮียนใต้ปรอกกะทับปะเฉียวมวยอเมริกาดัดปูแย่อ่อนคือดังแต่ดัดปูตรำนังแต่มันออกปันไตกำจงอ้นแต่อยากไปจงคราวนี้ดาวซาดูชมเยอะจังมันเข้าปีหนมันไหนต่างคนซาเด็กดาวซาใต้มันอาจบังฮัน
ចំហក្បត់កុំមុនីចិនបានទើបត្រូវតែបង្ហាញចំហថាមិនខ្លាចអាមេរិកឬក៏នៅតែបង្ហាញចំហថាត្រូវតែមាននុយក្លេអ៊ែរដែលអាមេរិកតម្រូវឲ្យកូរ៉េខាងជើងអត់អាចមាននុយក្លេអ៊ែរប៉ុន្តែនៅតែប្រកាសថាខ្លួនឯងត្រូវតែមាននុយក្លេអ៊ែរបានន័យថាប្រកាន់ចំហប្រឆាំងអាមេរិកតែការពិតគាត់អត់ចង់ប្រឆាំងជាមួយអាមេរិកទេព្រោះរាល់ជនដាច់ការនៅលើពិភពលោកមិនដែលរបបជនដាច់ការនៅលើពិភពលោកណាដែលឈ្នះអាមេរិកក្នុងមួយដងនោះទេมันមានប្រវត្តិសាស្ត្រទេគាត់ប្រាប់ជនជាតិអាមេរិកថាតកលគីមណាយើងគ្មានចេតនាចង់ប្រជែងជាមួយនឹងសហរដ្ឋអាមេរិកទេប៉ុន្តែខ្ញុំត្រូវតែនិយាយដូចនេះឃើញទេហើយកូរ៉េខាងជើងគ្រាន់តែចង់ឈរមួយចំហៀងតែប៉ុណ្ណោះប៉ុន្តែចវាយហើយនឹងអ្នកជំនួញមិនអនុញ្ញាតឲ្យគាត់នៅឈរមួយចំហៀងបានទេបានន័យថាចវាយគឺចិនហើយអ្នកជំនួញបានន័យថាសហរដ្ឋអាមេរិកបាននិយាយភាសាគេអាវាគេហៅថាផ្លូវគេនិយាយលក្ខណៈប្រៀបធៀបណាអញ្ចឹងបានន័យថាកូរ៉េខាងជើងឡើងមានជំរឿហើយទោះបីចង់ឈរមួយចំហៀងអត់ប៉ះពាល់អាមេរិកក៏មិនអាចទៅរួចដែរត្រូវតែប៉ះព្រោះនេះគឺជាចេតនារបស់កុម្មុយនីចិនដែលហៅថា CCP ជាពិសេសគឺចេតនារបស់ Xi Jinping ដែលពិតជាចង់ប៉ះជាមួយនឹងអាមេរិកដោយសារគាត់គិតថាបើគាត់រួមដៃជាមួយនឹងរុស្ស៊ីអាមេរិកត្រូវតែដួលរបស់គាត់ Xi ចង់ប្រជែងជាមួយនឹងសហរដ្ឋអាមេរិកពិតប្រាកដ 100% Xi គាត់ពិតជាចង់ប្រជែងជាមួយសហរដ្ឋអាមេរិកប៉ុន្តែគាត់ចង់ឲ្យការរួមគ្នាជាមួយរុស្ស៊ីត្រូវតែជោគជ័យដូច្នេះដើម្បីបំផ្លាញកុម្មុយនីចិនដ៏មានប្រសិទ្ធភាពមួយទៀតទី1ត្រូវតែបំបែកកុម្មុយនីចិនជាមួយនឹងរុស្ស៊ីឥឡូវនេះតើគោលចំហនៅក្នុងការបំបែកកុម្មុយនីចិនជាមួយរុស្ស៊ីត្រូវធ្វើម៉េចមានឃើញទេរយៈពេលថ្មីនៃការប្រជុំ G7 នៅប្រទេសបារាំងដែលខ្ញុំនិយាយដដែលហើយព័ត៌មានដែលខ្ញុំលើកកាប់ពីម្សិលមិញអាហ្នឹងគឺជាកំពុងតែវិវត្តនៅក្នុងការយុទ្ធសាស្ត្រហ្នឹងហើយដែលឲ្យមើលឃើញតែឥឡូវនេះណាប្រទេសអ៊ុយក្រែនកំពុងតែវាយប្រហារតំបន់សំខាន់របស់រុស្ស៊ីនេះណាអាហ្នឹងជាអ្វីអាហ្នឹងហើយជាយុទ្ធសាស្ត្រកំពុងតែបំបែករុស្ស៊ីចេញពីអាកុម្មុយនីចិនឃើញទេតើបំបែកដោយរបៀបណាអាមេរិកត្រូវតែជំរុញឲ្យក្រុមសហភាពអឺរ៉ុបនិងអង្គការ NATO ដែលជាប្រព័ន្ធរបស់ដែលជាអ្នកគ្រប់គ្រងយូក្រែនដាក់លុយហើយអាមេរិកមិនធ្វើជាធនាគារដើម្បីដាក់លុយទៅឲ្យអង្គការ NATO និងអង្គការសហប្រជាជាតិទៀតទេមិនធ្វើជាឃ្លាំងលុយឲ្យទៀតទេកាលពីម្សិលមិញលោករដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិក Pete Hegseth Secretary Pete Hegseth ចូលរួមនៅក្នុងការប្រជុំនៅក្នុងអង្គការ NATO នៅប្រទេសស្វីសបានបញ្ជាក់ជំហរយ៉ាងច្បាស់ថាត្រូវតែជំរុញឲ្យអង្គការ NATO និងប្រទេសដែលជាសមាជិកទាំងអស់ត្រូវតែបញ្ចេញ 5% នៃថវិកាជារបស់ខ្លួនដើម្បីបញ្ចូលនៅក្នុងការផលិតអាវុធនៅក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ីយូក្រែនហើយអាមេរិកមិនមានការទទួលខុសត្រូវនៅក្នុងការដែលទម្លាក់លុយឬក៏ឲ្យពួកទាំងអស់នេះបូមលុយពីអាមេរិកបានតទៅទៀតទេសម័យណាអញ្ចឹងប្រទេសទាំងអស់នោះត្រូវតែអនុវត្តព្រោះបើអ្នកឯងអត់ធ្វើអាមេរិកមិនអនុញ្ញាតឲ្យអ្នកឯងមានទីផ្សារជាមួយនឹងសហរដ្ឋអាមេរិកទេគ្រប់ប្រទេសលើពិភពលោកអាមេរិកអាចអត់ទីផ្សារជាមួយអ្នកឯងបានតែអ្នកឯងរាល់គ្នាមិនអាចអត់ទីផ្សារជាមួយនឹងសហរដ្ឋអាមេរិកបានទេចង់លើដល់អូនហ៎អញ្ចឹងឥឡូវនេះប្រទេសទាំងអស់ឥឡូវនេះកំពុងតែ
អ្នកឆ្វេងអ្នកស្ដាំក៏ត្រូវតែរួមគ្នាដើម្បីកំទេចគុំនេះទាំងអស់ដែរពីមុននៅឆ្វេងឆ្វាយនៅរារែកដោយសារគិតថាអូអីឯងអញចាំមើលអាចិនណាប៉ុន្តែឥឡូវនេះក្រើតខ្ចៅមួកាន់តែខ្លាំងទៅហើយឯងស្អីហើយចាំទទួលផលប្រយោជន៍តែធ្វើអីសោះហើយលុយមួយឆ្នាំសហរដ្ឋអាមេរិកចំណាយទៅលើអង្គការទាំងអស់នោះរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំហ្នឹងមិនមែនតិចតួចទេណាតែបែរជានាំគ្នាមើលស្រាលអាមេរិកមិនអោយតម្លៃអាមេរិកណាយកលុយអាមេរិកប្រើប្រាស់ទូទាំងពិភពលោកបង្កើតអង្គការចាយលុយតាពីអួតខ្លួនអ្នកស្រឡាញ់សិទ្ធិមនុស្សស្រឡាញ់សេរីភាពអាចឆ្កែអីគ្រាន់តែរួមបង្កើតអង្គការបង្កើតក្រុមដើម្បីបោកលុយបន្តបន្ទាប់ហើយមានគ្រប់អាចគោសិទ្ធិមនុស្សអីណាអត់ទាំងអស់អញ្ចឹងដល់ពេលវេលាដែលត្រូវគេហៅថាទម្លាក់ឈាមហីអូនអាហ្នឹងមិននិយាយពីហ្គេមគេថាអូទម្លាក់ឈាមមកឯងដល់ពេលឯងទៅទម្លាក់ឈាមហីអត់មានអ្នកណាហ៊ានប្រកែកដូច្នេះការវិវត្តនយោបាយអន្តរជាតិកំពុងតែលូតលាស់អញ្ចឹងនៅពេលដែលរុស្ស៊ីត្រូវបានបាត់បង់សេដ្ឋកិច្ចសំខាន់ឬក៏ត្រូវបានបំផ្លាញតំបន់សេដ្ឋកិច្ចសំខាន់របស់ខ្លួនដូចជាតំបន់ប្រេងតំបន់ឧស្ម័នគ្រប់ប្រភេទរបស់ខ្លួនចាំមើលតាអាចិនជួយវាបានទៀតទេរុស្ស៊ីដែលមានពូទីននេះណាការពិតប្រជាជនរបស់រុស្ស៊ីគឺគេចង់បានសេរីភាពយូរណាស់មកហើយប៉ុន្តែបន្ទាប់ពីមានអាពូទីននេះមកនេះដែលបានសហការជាមួយនឹងហ្ស៊ីនេះចាប់ផ្ដើមមានកម្លាំងប្រើអារម្មណ៍គេហៅថាគំនិតខ្លួនឯងដែលចង់ផ្ដាច់ការនេះណាគាត់ថាសហការជាមួយនឹងហ្ស៊ីទៅគឺខ្លាំងអញ្ចឹងនៅតែរក្សាអំណាចផ្ដាច់ការដដែលការពិតប្រជាជនរុស្ស៊ីនិងមន្ត្រីរបស់រុស្ស៊ីជាច្រើនគេត្រូវការសេរីភាពតែខាប់លទ្ធិប្រជាធិបតេយ្យយូរហើយប៉ុន្តែទឹកចុងក្រោយនេះដូចខ្ញុំនិយាយចឹងអញ្ចឹងពេលដែលយូក្រែនវាយប្រហារឬក៏អឺរ៉ុបនិងអង្គការ NATO ជួយយូក្រែនដើម្បីកំទេចតំបន់សំខាន់របស់រុស្ស៊ីច្បាស់ណាស់ផ្ទៃក្នុងរបស់រុស្ស៊ីគឺគេមិននៅស្គៀមទេគេនឹងប្រើយុទ្ធសាស្ត្រឬក៏គេហៅថាការលួចធ្វើឃាតពូទីនដែលខ្ញុំនិយាយថាដំណើរការនៃការកាត់ក្បាលនឹងត្រូវមកដល់ឃើញទេព្រោះប្រជាជនរុស្ស៊ីនិងមន្ត្រីរបស់រុស្ស៊ីដែលគេស្រឡាញ់សេរីភាពទាំងអស់គ្នានោះគេមិនបណ្ដោយឲ្យប្រទេសរុស្ស៊ីត្រូវរលាយសាបសូន្យដោយសារស្នាដៃរបស់ពូទីនទេអញ្ចឹងសវត្ថិភាពរបស់ពូទីនចាប់ពីពេលនេះតទៅគឺយល់តងណាយ៉ាទៅយល់តងណាភ្នែកនៅចង្កអីគេទំប្រជុំគ្នាហើយកាលពីប្រហែលមិនថ្ងៃសោះហ្នឹងសម្ដេចគាត់ប្រជុំដែរសោះហ្នឹងគេថាអើយយ៉ាខ្ញុំចេះតែថាកុំទៅជឿណាកុំទៅជឿខ្ញុំណាជឿខ្លួនឯងទាំងអស់គ្នាណាខ្ញុំគ្រាន់តែលើកឡើងអំពីប្រព័ន្ធទំនាក់ទំនងពីមួយទៅមួយបែបមិនឲ្យអ្នកទាំងអស់គ្នាយកទៅពិចារណាហើយអ្នកទាំងអស់គ្នាអាចសង្កេតទេណាអូខេអំណាចកុម្មុយនីសដែលមានរយៈពេលកន្លងមកនៅក្នុងប្រទេសចិនចាប់តាំងពីម៉ៅសេតុងដល់តេងសៀវពីងបន្ទាប់ពីតេងសៀវពីងជាងសេមីនបន្ទាប់ពីជាងសេមីនហើយបន្ទាប់មកគឺស៊ីប្រព័ន្ធរបស់បកកុម្មុយនីសគឺដើម្បីរក្សាអំណាចកុម្មុយនីសបានគឺគេមានគោលការណ៍ច្បាប់របស់កុម្មុយនីសបែបណាគឺត្រូវតែមានការតស៊ូដើម្បីអំណាចអាណាខ្លាំងអានោះកាន់អំណាចអាណាខ្លាំងអានោះត្រូវតែឈ្នះអាណាសាហាវអាណាខ្លាំងអានោះគឺអញឯងនឹងបោះសម្អាតកាលណាតស៊ូអំណាចហើយគឺត្រូវតែបោះសម្អាតអ្នកដែលមិនគ្រប់គ្រងខ្លួនឯងអូខេអញ្ចឹងកាលណាធ្វើរឿងនេះវាបានជំរុញឲ្យទៅរកអីការផ្លាស់ប្ដូរមិនតែប៉ុណ្ណោះមកដល់អាណត្តិរបស់លោកស៊ីបានជំរុញឬក៏បានគេហៅថាតក្កវិជ្ជាអាគោលនយោបាយដែលគេហៅថាតស៊ូដើម្បីអំណាចបោសសម្អាតដើម្បីអំណាចនេះណា
ban bằng cao viết cái hai ta bị muốn lại nặng bồ ran à lấy sớm mai tổng nộp tức cái update ao viết bị xét chứng nguồn đặt trong như thà về đại hôn sai tận nom bản tết nơi ẩm nại nè xe đôi dương chuẩn bọn nè sọc xe là láo gì bàn tay đập bê hôn mà nãy quạt tơ riêng Europe phong riêng America phong riêng ông lê phong tơ riêng nơi chân phong tại phong về quạt tự lập màu vinh quạt dọn mê riêng tụi con lúc bô chỗ mũi nâng mê riêng nó bỏ ở bọc quạt đại cái hai ta chỉ lấy nè chẳng nòng lấy nè do mau bằng cao chưa rút bằng môn mình thấy ở vô thà u cái hai ta update dollar version đôi tụi giáp chứ update dollar version là cái people mà pay bằng muối sầm đại nãy đó còn update dollar people ha sao bà đây chỗ muối nâng cô này vô bay rồi bọc cung đi tụi anh đi đại quát sầm lấp mà nút ăn oi mơ khơi khi tụi co sập ngày này anh cứ version này còn update này rồi chưa chân không ai mơ đăng thế bàn tay America cứ đầm thế ok nè tôi chia ở bảy đá cầm bông tay ví dụ như cho từ xa rồi bao giá ra America bây giờ mơ đôi chia bẹp quan cho môi nó sẵn krem Iran sẵn krem Iran cho môi nó xa ra America cho môi nó Israel hay đây bạn chia Sahara America bạn cho cách prom riêng mình chọc sẵn krem cho môi nó Iran phần tay Israel nó Iran ở ban mình chọc tê ngọt thế nè khác con này dây tham mau pi America khác Iran đời xa ấy đồng băng bông riêng rồi bỏ Iran cứ chưa cần lạiยุទ្ធសាស្ត្រដែលពិបាកនៅក្នុងការកម្ចាត់បំផុតហើយនៅក្នុងខេត្តជាង30របស់ប្រទេសអ៊ីរ៉ង់បានន័យថាក្នុងមួយខេត្តមួយខេត្តគឺមានមេក្រុមឧទាមសាហាវមួយក្រុមនោះគឺស្មើនឹងមេដឹកនាំសាហាវមួយដកខ្លាំងដែលមានដូចជាក្រុមហេសប៊ូឡាមួយក្រុមទៅក្រុមពុតធីមួយក្រុមទៅសិតតែក្រុមដែលសាហាវខ្លាំងហើយពួកនោះគឺនៅតំបន់ដែលកំពុងរៀបបានន័យថាភាគច្រើនគឺនៅតំបន់ដែលក្នុងភ្នំពិបាកនៅក្នុងការបោសសម្អាតអាហ្នឹងបាននៅក្នុងទ្រឹស្ដីរបស់អ្នកវិភាគបែកអាចដែលមិនស្គាល់អំពីសមត្ថភាពរបស់សហរដ្ឋអាមេរិកប៉ុន្តែខ្ញុំសរុបឲ្យអាមេរិកបានបញ្ចប់សង្គ្រាមជាមួយនឹងអ៊ីរ៉ង់ប៉ុន្តែអ៊ីស្រាអែលមិនបានបញ្ចប់ជាមួយនឹងអ៊ីរ៉ង់ទេហើយអ៊ីរ៉ង់ក៏បានប្រកាសដែរថាខ្លួនបានបញ្ចប់សង្គ្រាមជាមួយអាមេរិកប៉ុន្តែមិនបានបញ្ចប់ជាមួយអ៊ីរ៉ង់ទេថែមទាំងបានវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលយ៉ាងចាស់ដៃហើយសួរថាអាមេរិកដឹងរឿងនេះទេបើយើងមើលទៅថាអាមេរិកនិងអ៊ីស្រាអែលបែកបាក់គ្នាដោយសារអាមេរិកព្រមបញ្ចប់សង្គ្រាមតែអ៊ីស្រាអែលមិនព្រមទេជាប់អន្តៈអ្នកដែលគិតនេះគឺជាអ្នកជាប់អន្តៈហើយទី1អាមេរិកអត់ខូចខាតទាំងសពាវុធទាំងកម្លាំងទី1អត់ខាតចំណូលហិរញ្ញវត្ថុទេទី2អាមេរិកដឹងថាសមត្ថភាពរបស់អ៊ីស្រាអែលគឺខ្លាំងអញ្ចឹងចាប់ពីពេលនេះរហូតទៅដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិខាងមុខនេះអាមេរិកកាលណាចុះកិច្ចព្រមព្រៀងបែបនេះបានន័យថាដូចជាអាមេរិកទិញពេលវេលាជាមួយនឹងអ៊ីរ៉ង់សិនដកឃ្លាដើម្បីយកពេលវេលាដោះស្រាយជាមួយនឹងពួកអាក្បត់ត្រីក្នុងនៅក្នុងប្រទេសអាមេរិកផងជាមួយនឹងអាពាក់ព័ន្ធដែលកំពុងតែចេតនាបំផ្លាញអាមេរិកធ្ងន់ធ្ងរគ្រប់ជ្រុងនេះផងខួរក្បាលអាមេរិកគឺអស្ចារ្យណាស់ប៉ុន្តែបើយើងមើលទៅថាអូប្រហែលជាត្រាំគាត់ខ្លាចហ្នឹងអ្វីដែលសំខាន់នៅក្នុងការកំដរឬក៏ការបោះសម្អាតពីពេលនេះតទៅសម្រាប់អ៊ីស្រាអែលចាត់ការក្រុមពួកតាលីបង់និងក្រុមពួកអ៊ីរ៉ង់អាក្រក់ទាំងអស់នេះបានអញ្ចឹងអាមេរិកកំពុងតែសន្សំកម្លាំងបានកាន់តែច្រើននៅក្នុងចន្លោះពេលចាប់ពីពេលនេះទៅអាមេរិកកំពុងតែដោះស្រាយបញ្ហាធ្វើយ៉ាងណានៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅក្នុងខែវិច្ឆិកាខាងមុខនេះត្រូវតែមានការបោះឆ្នោតដោយរលូន
mình miên ca cùng riêng cầm hay mình miên ca bằng phật bằng phay rồi chưa chôn đừng miên ảo ca đừng nông ca trên tờ bò nào đòi chẳng ca naประเทศอเมริกมีสมบัติเพียบสำหรับประชาชนใจแต่ขนมกาบอชนอต100%ตรัมคือจะเนี่ยใช่ไหมให้การนะแบบสั้นจะกาบอชนอตแปะกันได้หลังนักในขนมสหรัฐอเมริกในขนมไทยไปจะกาถามมองนี่ตรับบานจวบชนอตมวยจำนวนแต่เลือพวกกรมช่วยนิยมแดดขบอจังกาสำหรับอนุมัติฉบับในขนมสับเพียบเซ็งคืออเมริกมันไอเมียนซิดในขนมกาสำหรับอยู่100%โดยในสกขมายที่โดยฉะนั้นดับใบเอาไว้วิตรังใจดำนาการละอ้อคือตรังใจยกเป้ไปเลี้ยดับใบเคลียร์กรมขบดอย่างขนมนังไกลหรือบอสารอดอาไม่จังอ๋อเฮ้พวกกำลังแต่ดักเตยร้องกูชราหมอพอดบ่ายกกำลังแต่ดักเตยประเทศร้องนู้นนะโยมมาดอสไลน์เนยเนี่ยเนยอาเซีดอสไลน์เนยเก้เนยครั้งในครั้งนอกคือบ้านดอแต่บวนปรำจรอกhai môi tiết mình men ban này thà cho bà sân chị Iran vì mình cổ rục cách prong prieng cả đo cầm lang của bao am đấy mình men ban này thà am đấy là ngôn đi cái tay chẳng miên plei crao chỉ nick còn tay cái đăng cho ba thà thông mày phliêm Iran vì mình hiên lột chỉ mỗi nữa am bé này thì tụi bay thì biết trong lốt tram con bản trẻ hái bà sân chia của kê hiên cảnh bọt cách prom prieng a bê đấy nâng tùm lẹ crop cầm tích các ba rồi bỏ bộ kê chẳng ọc tram ban bản trẻ dặn cho bác pê đại quát tơ và chôm nơi chi làm pơ nơi bọt tê bà ràng nhẹ chọn rồi đấy rồi chứ này do từ xa rồi bao giá rồi a bê đấy đại miền lôประเทศนี้ทำอะไรโดนัลด์ทรัมป์เชียร์ประเทศนี้ทำอะไรดับใบดอกสายจมวยมนุษย์อักระอย่างอ้อนั่งมนุษย์ได้ผู้กายพุทธพ่ออย่างนู้อเมริกบ้านเรียบจอมอันเตะรวยหายกรานแต่รงจำเอาไอ้พวกอ้อนู้เปลี่ยนรถโจลมาอเมริกนั่งกำจัดเวียดดอยสอบจะบับใต้ปนน้องไอ้thì đấy không ní có viên mình copy ảnh đẹp đại điệp trong nơi sòng cream Campuchia thay cần lo máu đôi kia am đấy đăng tha cái yuan chân chẳng son kháng đi viên đừng lên mà đón tiết đợi xa viên tập tuôn bánh chia pia công lý chân bàn tay complex thạc cách prom riêng đại viên bán cho môi năng lô bật thiên nhiên thầm đây Donald Trump nơi bọt tiền Malaysia anh lần hai cứ chia propon ảnh đẹp trong bề đà bộ bia hiện tại là mơ cách prom riêng ok anh miên chất tùm lẹ ba rái đói sọp cho bạc cùng toàn chưa nhóm ná tại nhạc trơ chăm ảo cho ba sòng rác xã Hà Loạt Americ cứ chưa bỏ tết đại phủ cái được nông ca ăn nụ quát cách prom riêng bỏng phọt trong tay này vậy thà bom tụi ngọc kia ấy kia sạc sang một rùm chiết để chặt tay cho mỗi cháu uất khuôn ấy này ha chiết tay để chặt tay mỗi cháu về đây cột cho ba pé cháu về đây cột cách prom riêng ấy yeah cháu về đây cột pan tay cháu đại viên mình cột cách prom riêng đời xa tay phía kia mà khang tiến nữa viên chia mà nút phải lấy phải lông viên chia mà nút đây mà cho bà lo bàn tay ba chiên nhẹ để cho ba lo hơi khăng đôiรัฐบาลเราบอลโลกประเทศนี้ทำอะไรโดนนะทรัมป์จะเมื่อหายไปเลยไปลบบานได้จังเราบอกอาชายยวนจันในกัมพูชาแดนกำปงแต่เรียบจอมันเตะดับเบ้ยวนขึ้นตาโอ้ไทยถึงโจรมาฮะยื่นกำปงแต่โฉยได้เลยดับเบ้เล่นสงครามกัมพูชาไทยมาโดนที่นี่โลดได้อ่ะโอนไอ้จังเมื่อทันเตะเราบอกหายไปจวบกอแบบไหนแน่สำนักเชื่อมันบานคอร์ดด้วยนะโลดได้สำนักนะการนาเฮียนแต่ลดกันแต่เลื่อนเวียนหนึ่งจบกันแต่เลื่อนช่วงนี้ยังเจ๊มาเอาเนี่ยต้องเอาขึ้นในสังคมเต้ปลัวเนี่ยต้องเอาขึ้นในตระเกียบสำหรับขึ้นในรูปมองเต้ปลัวเนี่ยต้องเอาขึ้นในก
កាលណារវល់តែដេកសង្ឃឹមអ្នកទាំងអស់គ្នាអត់ធ្វើអីអត់ការពារអាយុជីវិតខ្លួនឯងនិងគ្រួសារជាទីស្រឡាញ់ទេអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលណាស់ឥឡូវនេះឃើញទេជិះម៉ូតូក៏ផ្ទះបាញ់ស្លាប់ដែរមើលទៅតើអ្នកទាំងអស់គ្នាសង្ឃឹមអីនៅស្រុកខ្មែរណាអ្នកទៅរស់រកអ្វីបាននៅក្នុងផ្ទះក៏ផ្ទះបាញ់ងាត់ឯពីមុនថាទៅដើរណាចូលក្រុមដើមឈើទៅផ្ទះបាញ់ស្លាប់មែនទេឥឡូវគាត់តែធ្វើដំណើរតាមផ្លូវជិះម៉ូតូធម្មតាទៅធ្វើការសំផ្ទះបាញ់ស្លាប់មិនដែរអានោះអីគេធម្មជាតិហ៎អានៅក្នុងផ្ទះក៏ផ្ទះបាញ់ស្លាប់អានោះធម្មជាតិដែរមើលទៅហើយមើលព័ត៌មានរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជាដែលខ្ញុំប្រាប់ថាដំណាក់កាលនេះគេឲ្យអ្នកណាចង់ងាប់ដោយសារបាញ់ក្បាលទៅបាញ់ក្បាលអ្នកណាចង់ងាប់លោតទឹកអ្នកណាចង់កអ្នកណាឲ្យមើលឃើញចរាចរអ្នកថាគូរោគគាពីតឥឡូវមើលនៅក្នុងប្រទេសកម្ពុជាមានហេតុការណ៍ទាំងអស់នេះដែរឬក៏អត់ទេអូអត់ទេអត់មានទេយ៉ាអត់មានទេFriend Thailand yeah. The war Cambodia and Thailand China and Vietnam behind because family Hun Sen and family Sihanouk puppet China and Vietnam family King Thailand and family Prime Minister Thailand puppet China make the war Cambodia and Thailand China and Vietnam want kill people Cambodia and people Thailand you know ហើយឥឡូវអ្នកទាំងអស់គ្នាមើលមួយទៀតស្ថានភាពនៅស្រុកខ្មែរនិងនៅតំបន់អាស៊ីឃើញព័ត៌មានកំពុងតែផ្សព្វផ្សាយថារញ្ជួយដីនៅភូមារញ្ជួយដីនៅថៃទេតើខ្ញុំលើកកន្លងមកនោះវាមកដែរទេមិនតែប៉ុណ្ណោះមួយទៀតពាក់ព័ន្ធជាមួយនឹងប្រទេសភូមាដែលមានករណីសម្លាប់មន្ត្រីទូតរបស់សហរដ្ឋអាមេរិកមានឃើញព័ត៌មានហ្នឹងទេហើយអ្នកទាំងអស់គ្នាគិតថាអាមេរិកឲ្យអ្នកឯងរួចខ្លួនទេកាលណាមន្ត្រីទូតរបស់សហរដ្ឋអាមេរិកស្លាប់នៅលើទឹកដីរបស់អ្នកឯងអ្នកឯងគិតថាអ្នកឯងរួចខ្លួនមែនអ្នកឯងយកអីបណ្ដោះសារអញ្ចឹងការចូលស៊ើបអង្កេតរបស់អាមេរិកទៅលើភូមាអ្នកឯងចាំមើលថាមិនមែនត្រឹមតែរកឃើញឃាតករទេអ្នកឯងគិតថារួចខ្លួនទេអញ្ចឹងអ្វីដែលខ្ញុំធ្លាប់ជម្រាបអ្នកទាំងអស់គ្នាថានៅពេលខាងមុខនេះស្ថានភាពពេលដែលកុម្មុយនីសចិនចាប់ផ្ដើមនឹងឲ្យយល់ថាត្រូវតែវាយប្រហារតៃវ៉ាន់ដែលខ្ញុំប្រាប់ថាការកំទេចមូលដ្ឋានទ័ពចិននៅភូមានៅកម្ពុជានេះអ្នកគិតថារួចខ្លួនដែរទេបងប្អូនត្រូវដឹងមួយអាចិនវាបានចំណាយលុយទៅលើប្រទេសភូមាច្រើនជាងកម្ពុជាទ្វេគុណដងមិនថាលុយដែលបង្កើតឲ្យមើលឃើញថាជាការផលិតរោងការសាងសង់រោងចក្រទេឬក៏ជាកន្លែងដែលធ្វើមូលដ្ឋានទ័ពចិនទេហេតុអីបានគេវិធននៅភូមាច្រើនជាងនៅកម្ពុជាល្អជាងកម្ពុជាធន់ជាងនៅកម្ពុជាទេទី1ទឹកដីប្រទេសកម្ពុជាធំហើយជាប់ព្រំដែនចិនស្រាប់ទី2ធនធានរ៉ែរបស់ប្រទេសភូមាច្រើនប៉ុន្តែវាមិនទាន់ទុំបានន័យថាវាមិនទាន់ពេញទឹកដូចនៅកម្ពុជាហើយមិនទាន់បំផ្លាញរលាយរលត់ដូចនៅកម្ពុជានោះទេព្រៃឈើនៅភូមារ៉ែគ្រប់ប្រភេទធនធាននៅភូមាគឺជាកន្លែងដ៏ធំហើយមួយទៀតវាត្រូវយកអីវាត្រូវយកប្រទេសភូមាដើម្បីធ្វើជាទីផ្សារវិនិយោគរោងចក្រនៅប្រទេសភូមាមិនមែនគ្រាន់ប្រាក់ដបូលអៀនប៉ាន់ដូចស្រុកខ្មែរទេរោងចក្រនៅភូមាមួយតម្លៃរាប់សិបលានដុល្លារដែលជារោងចក្រស្តង់ដារព្រោះវាធ្វើដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសថៃដើម្បីធ្វើទីផ្សារឲ្យភូមាប្រើឈ្មោះភូមាយកទីផ្សារប្រទេសភូមាឡើងទៅលើអន្តរជាតិដើម្បីឲ្យយល់ថា
ការផលិតគ្រប់យ៉ាងនៅប្រទេសភូមានឹងគឺជារបស់ជនជាតិភូមាជាប្រទេសភូមាប៉ុន្តែអ្វីគ្រប់យ៉ាងគឺជារបស់ចិនដែលវាធ្វើដោយនៅស្រុកខ្មែរចឹងមិនធម្មតាទេប៉ុន្តែទីទៀតប៊ុំអញ្ចឹងបានខ្ញុំឃើញបងប្អូនខ្មែរយើងបើកមកស្លាប់ខ្ញុំស្ដាយណាស់ខ្ញុំឈឺចាំណាស់ព្រោះពេលវេលាវាចិត្តអស់ហើយរបបអក្រាចការអស់នេះបើយើងបន្ថែមម្ដាយបញ្ជើម្នាក់តែបន្តិចទៀតគឺយើងជោគជ័យបាត់ហើយយើងអាចរក្សាការពារជីវិតគ្រួសារខ្មែរយើងទាំងអស់គ្នាបានហើយអាហ្នឹងដែលខ្ញុំបារម្ភបំផុតដូចខ្ញុំនិយាយចឹងរឿងរបបកុម្មុយនីសផ្ដាច់ការទូទាំងពិភពលោកត្រូវតែដួលរលំឆាប់នេះឯងវាមិនអាចទៅបានទេមួយទៀតរបាយការណ៍ធ្លាក់យន្តហោះម៉ាឡេស៊ីតាំងពីឆ្នាំ2014ចេញមកហើយមានចាំទេដែលខ្ញុំអាសានិយាយដែរណាយន្តហោះម៉ាឡេស៊ី MH370 ដែលត្រូវបាត់នៅថ្ងៃទី8ខែមីនាឆ្នាំ2014រយៈពេលជាង10ឆ្នាំហើយឥឡូវ26វា10ប្រហែល15ឆ្នាំហ្នឹងណាយ៉ា15ឆ្នាំហ្នឹងណាដែលមានអ្នកដំណើរ227នាក់នាវិកចំនួន12នាក់ការបាត់ខ្លួនយន្តហោះម៉ាឡេស៊ីហើយតើវាពាក់ព័ន្ធជាមួយអីគឺវាពាក់ព័ន្ធជាមួយនឹងក្រុមស៊ីងហៃហ្គេងហើយក្រុមស៊ីងហៃហ្គេងគឺជាប្រព័ន្ធខាងណាប្រព័ន្ធបច្ចេកវិទ្យាអុសដែលខ្ញុំនិយាយថាវាធ្វើឲ្យការបើកបរបាត់បង់ការគ្រប់គ្រងហើយសួរថាហេតុអ្វីបានវាត្រូវកំចាត់យន្តហោះ MH370 របស់ម៉ាឡេស៊ីនេះតែស្អីដោយសារនៅក្នុងជើងហោះហើរនោះមានគ្រូពេទ្យដែលជាអ្នកបម្រើការងារឲ្យក្រុមពូវាខាងផ្នែកវះកាត់សរីរាង្គនិងមេរោគដែលបានជិះទៅលើយន្តហោះនោះជើងហោះហើរនោះអញ្ចឹងវាបានប្រើបច្ចេកវិទ្យាអុសដើម្បីសម្លាប់ពួកគាត់ទាំងអស់នោះបំបិតមាត់ហើយពេលដែលសម្លាប់នោះជាធម្មតាមកយន្តហោះមិនមែនមានតែពួកគាត់ទាំងអស់ហ្នឹងឯងគឺមានអ្នកដំណើរផ្សេងប្រជាពលរដ្ឋសាមញ្ញធម្មតាទូទៅច្រើនហើយប៉ុន្តែដោយសារមានវត្តមានរបស់គ្រូពេទ្យដែលធ្វើការបម្រើពួកវាទាំងអស់នោះឯងដែលជិះនៅលើយន្តហោះនោះហើយទើបបង្កឲ្យលក្ខណៈដែលវាត្រូវបានអស់ទាញហើយនៅក្នុងហ្នឹងអ្នកណាជាអ្នកគ្រប់គ្រងអ្នកទទួលខុសត្រូវខាងបច្ចេកវិទ្យាអុសនៅក្នុងប្រទេសនៅក្នុងរបបកុម្មុយនីសចិនដែលហៅកាត់ថា CCP ដែលបច្ចេកវិទ្យាអុសយន្តហោះអុសកប៉ាល់ដែលដូចខ្ញុំនិយាយថាឡានឯហ្នឹងបើកបរវាអត់មានការធ្វើឲ្យមនុស្សបាត់បង់ការគ្រប់គ្រងអាហ្នឹងទាំងអស់ហ្នឹងគឺអ្នកគ្រប់គ្រងប្រព័ន្ធគឺជាងមានហេងនៅក្នុងគណៈបកកុម្មុយនីសចិនដែលហៅកាត់ថា CCP ជាអ្នកគ្រប់គ្រងបច្ចេកវិទ្យាអុសនេះឯងជាងមានហេងហើយជើងហោះហើរ MH370 របស់ក្រុមហ៊ុនម៉ាឡេស៊ីដែលបាត់ស្រមោលដល់សប្តាហ៍ថ្ងៃនេះគឺជាស្នាដៃរបស់គាត់ជាងមានហេងជាមួយនឹងមេងជៀនជូដែលខ្ញុំនិយាយថាក្រុមឈៀងហៃហ្គេងដែលគ្រប់គ្រងទន្លេមេគង្គប្រទេសតាមបណ្ដោយទន្លេមេគង្គទាំងអស់ហ្នឹងគឺមេងជៀនជូដែលជាឪក្រៅច្បាប់របស់អាជូឡូមេងជៀនជូគឺជាឪពុកក្រៅច្បាប់របស់ជូឡូមិនចាំទេជាក្រុមឈៀងហៃហ្គេងដោយសារយន្តហោះនោះមានអ្នកវិទ្យាសាស្ត្រដែលបានធ្វើការបម្រើឲ្យកុម្មុយនីសចិនដែលបានចូលរួមនៅក្នុងការបង្កើតមេរោគនិងការវះកាត់ជួញដូរសរីរាង្គឲ្យក្រុមឧក្រិដ្ឋជនរបស់ចិនទាំងអស់នោះហើយដូច្នេះទើបបានគេប្រើប្រព័ន្ធអុសដើម្បីបំបត្តិហើយមនុស្សទាំងអស់នោះត្រូវបានគេយកទៅសម្លាប់ទាំងអស់មិនត្រឹមតែសម្លាប់ធម្មតាទេមនុស្សទាំងអស់នោះត្រូវបានគេ
បិទប្រព័ន្ធរ៉ាដាដែលខ្ញុំនិយាយថាគេប្រើប្រព័ន្ធបច្ចេកវិទ្យាធ្វើឲ្យគេរកអត់ឃើញទូទាំងនៅលើអាកាសគេមានផ្លូវអាកាសគេមានប្រព័ន្ធបច្ចេកវិទ្យាដើម្បីផ្លូវគេដើម្បីដឹងពីប្រអប់ខ្មៅប៉ុន្តែដោយសារបច្ចេកវិទ្យាអូសនិងប្រព័ន្ធគ្រប់គ្រងបញ្ជាពីចម្ងាយរបស់វានេះវាអាចបិទប្រព័ន្ធនឹងបានទើបមិនអាចឲ្យរកឃើញហើយបូករួមទាំងកន្លងមកបណ្ដាញរបស់កុម្មុយនីចិនត្រូវបានគ្រប់គ្រងថាមពលទូទាំងពិភពលោកផងដោយសារអាមេរិកធ្លាក់ទៅក្នុងដៃរបស់ពួកអាឆ្វេងផងធ្វើឲ្យវាកាន់តែមានប្រសិទ្ធភាពនៅក្នុងការបំបិទយន្តហោះនេះតែម្ដងយន្តហោះនេះពេលដែលចុះមិនមែនចុះទម្លាក់ឲ្យស្លាប់ភ្លាមទេមនុស្សទាំងអស់នោះត្រូវបានគេយកទៅវះកាត់សរីរាង្គមនុស្សនៅរស់ហើយយកទៅវះកាត់សរីរាង្គយកមនុស្សដែលជាយន្តហោះទាំងអស់នោះយកទៅវះកាត់ជួញដូរសរីរាង្គហើយបំផ្លាញសាកសពចោលភាពប្រៃផ្សៃទាំងអស់នេះហើយរបាយការណ៍ទាំងអស់នេះកំពុងតែតាមដានកំពុងតែនឹងចេញបន្តបន្ទាប់នៅពេលដ៏ខ្លីខាងមុខនេះឯងអ្នកទាំងអស់គ្នាគិតថាតើខ្ញុំអាចមានព័ត៌មានដើម្បីយកមកអង្គុយលេងសើចបន្លំអ្នកទាំងអស់គ្នាដែលច្បាស់អញ្ចឹងទេខ្ញុំអាចបង្កើតសាច់រឿងបែបហ្នឹងឲ្យអ្នកទាំងអស់គ្នាគ្រាន់តែដើម្បីបានល្បីទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើតែយើងគួរធ្វើអ្វីខ្លះអ្វីដែលអ្នកទាំងអស់គ្នាអត់ពិបាកទេគ្រាន់តែហុយកន្លែងយន្តចិនទូទាំងប្រទេសហុយកន្លែងណាដែលបង្កការជឿចាប់ឲ្យគ្រួសារខ្មែរទូទាំងប្រទេសអាហ្នឹងអ្នកទាំងអស់គ្នាអាចជួយសង្គ្រោះជីវិតគ្រួសារខ្មែរបើអ្នកទាំងអស់គ្នាអត់ធ្វើអីទេអាហ្នឹងជារឿងមួយដែលអ្នកទាំងអស់គ្នារងចាំការស្លាប់ហើយគ្រាន់តែដាក់ថាអូយបងមិនជឿទេមិននឹកស្មានទេថាអូនអាយុខ្លីអញ្ចឹងតាបងអាយុខ្លីអញ្ចឹងតាកូនអាយុខ្លីអញ្ចឹងក្មួយអាយុខ្លីអញ្ចឹងដោយសារតែមិនធ្វើអីសោះនៅតែនិយាយពាក្យតែមិនជឿតែប៉ុណ្ណោះឯងដោយសារតែអ្នកទាំងអស់គ្នាគិតថាវាមិនអាចនឹងហើយដែលគេសម្លាប់យើងបានដោយស្រួលបំផុតដូចគេសម្លាប់ដោយស្រមោចនេះឯងអាហ្នឹងហើយឥឡូវនេះស្ថានភាពដែលគេកំពុងតែលេងដូចខ្ញុំនិយាយចឹងគឺពាក់ព័ន្ធជាមួយនឹងអាកាសធាតុក៏មកអ្វីក៏មកដែរដំណាក់កាលនេះបើអ្នកទាំងអស់គ្នានៅតែសំងំអូខេតាមហ្នឹងទៅណាពួកខ្ញុំអស់ហើយអស់លទ្ធភាពនៅក្នុងការដែលប្រមូលរបាយការណ៍ព័ត៌មានមកជម្រាបឯព្រោះអីដូចខ្ញុំនិយាយចឹងបើសិនជាព័ត៌មានខ្ញុំនិយាយទៅវាអត់ត្រូវណាអូខេអ្នកទាំងអស់គ្នាបង្ងើយកន្តើយទៅតែមើលខ្លួនឯងពិចារណាខ្លួនឯងណាខ្ញុំអត់អាចឲ្យអ្នកណាម្នាក់មកជឿជាក់លើខ្ញុំទេម្ដងហើយម្ដងទៀតណាជម្រាបឲ្យដឹងអ្នកទាំងអស់គ្នាត្រូវតែជឿជាក់លើខ្លួនឯងត្រូវតែរឹងមាំនិងក្លាហានដោយខ្លួនឯងបើអ្នកទាំងអស់គ្នាមិនក្លាហានទេការស្លាប់និងការបរាជ័យនេះមកដល់ដំណាក់កាលចុងក្រោយនេះរបបកុម្មុយនីសមិនថាកុម្មុយនីសចិននិងកុម្មុយនីសកម្ពុជាទេវានឹងធ្វើឲ្យភាពប្រៃផ្សៃប្រជាជននិងប្រជាជនកាប់សម្លាប់គ្នាដណ្ដើមគ្នាស៊ីឲ្យស្អប់គ្នាឲ្យឆ្លោះគ្នាគ្រប់ប្រភេទទាំងអស់ឥឡូវនេះតិចទៀតមកហើយឥឡូវនឹងកំពុងតែមកហើយនេះគឺជាយុទ្ធសាស្ត្រដែលគេប្រើបើយើងមើលទៅថាអានេះអានោះមិនចេះអានេះចុះអានេះខុសអានេះត្រូវអ្នកទាំងអស់គ្នាគ្រាន់គិតមួយថាស្រុកខ្មែរយួនចិនរាប់សិបលានចូល100លានអ្នកប៉ុន្តែហេតុអីក៏ឆ្លោះគ្នាតែខ្មែរខំគ្នាឃើញតែខ្មែរងាប់ឃើញតែខ្មែរវាយគ្នាលួចកាប់គ្នាលួចស្អប់គ្នាណាអាហ្នឹងមកពីអីព្រោះនេះជាយុទ្ធសាស្ត្រគេសម្រាប់យើងតែយើងនៅតែអត់ដឹងខ្លួនយើងនៅតែពេលខ្លះដឹងហើយតែធ្វើមិនដឹងអាហ្នឹងដឹងធ្វើមិនទេអញ្ចឹងបញ្ហាដែលគេធ្វើឲ្យគ្រួសារនិងមនុស្សជុំវិញខ្លួនកាន់តែបែកបាក់កាន់តែឆ្លោះកាន់តែកាប់ចាក់គ្នាកាន់តែខ្លាំងនេះវានឹងកាន់តែមកដល់គេហៅថាវេទនាអវេទនាអវេទនាជន់អវេទនាអវេទនាក៏ជន់អវេទនាតគ្នានឹងឯងដូច្នេះតើអបៈនិងអតិមួយណាធំជាងអបៈនិងអតិនិងអបៈអបៈបរមាអតិបរមាអតិផរណា3ហ្នឹងអាណាមកខ្លះអតិផរណានឹងមកខ្លាំងជាងគេបំផុត
mà nay thạp hiếp trở lại cho viên nó mau cướp bị say chập chẳng sẵn khâm ta nè tầng ngọc kia ở đồ bàn sọc xa để cho ok hay cân mà cơ sa không ai chỉ tiêu được đánh đó cái này nè hello all friend yeah all friend China and Vietnam invading Cambodia a long year ago and now China and Vietnam one kill people Thailand and people Cambodia China behind the wall Cambodia and Thailand now China make earthquake make storm make hurricane kill people around the world and kill people Cambodia kill people Thailand people Laos people Myanmar and ASEAN people all friends want peace want freedom want justice want independence we must take down the communists around the world we must take down the communist China the CCP for Cambodia we must take down China and Vietnam the communists we must take down the communist family Hun Sen and family Sihanouk family Hun Sen and family Sihanouk they are criminal they are kill people Cambodia every day every time everywhere thank you all friend ขอบคุณเพื่อนขอบคุณมากเอาก้นมากระซากมากี่ทีครบสันจุกเนียไงจัง see you Monday all friend see you Monday จุ่มเรียบเรีย